បាទសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូឃ្លីបមួយទៀតអ្នកទាំងអស់គ្នាធ្លាប់ឆ្ងល់អត់នៅពេលដែល Thanos គាត់វាយលុកផែនដីគាត់បានកម្ចាត់ Avenger ស្ទើរតែទាំងអស់ប៉ុន្តែមានមនុស្សម្នាក់ដែលគាត់ហាក់ដូចជាមិនសូវខ្វល់ខ្វាយឬអាចនិយាយបានថាគាត់មើលម្លងតែម្ដងម្នាក់នោះគឺ Captain America នឹងឯងបើយើងទាំងអស់គ្នាសាកគិតមើលមហាអំណាចកម្រិតបែប Thanos ដែលអាចកញ្ចាប់ Hulk ដោយដៃទទេបាននឹងអាចសម្លាប់ Loki យ៉ាងងាយតើហេតុអ្វីបានជាគាត់ចំណាយពេលលេងជាមួយមនុស្សធម្មតាម្នាក់ដែលមានត្រឹមតែខែលដូច Steve Rogers ហើយអ្វីដែលកាន់តែចម្លែកជាងនោះទៅទៀតនោះគឺកែវផ្ទៃរបស់ Thanos ពេលដែលសម្លឹងមើល Steve វាមិនមែនជាការមើលងាយទាំងស្រុងទេតែវាជាអ្វីម្យ៉ាងដែលវាជ្រៅជាងនឹងយើងទាំងអស់គ្នាប្រហែលជាបានចាំនៅឈុតឆាកដល់រំភើបមួយនៅក្នុង Infinity War ត្រង់នៅក្នុងសមរភូមិមួយនៅក្នុងព្រៃនៃផ្នែកនៃប្រទេស Wakanda នៅពេលដែល Thanos ដើរតម្រង់ទៅរក Vision គាត់បានប្រើត្បូង Infinity Stone ដើម្បីកម្ចាត់ Avenger ម្នាក់ម្ដងយ៉ាងងាយស្រួលបំផុត Bruce Banner ត្រូវជាប់នៅក្នុងថ្ម Black Widow ត្រូវកប់នៅក្នុងដីរីឯ Black Panther ត្រូវដាល់មួយដៃសន្លប់បាត់ឈឹងប៉ុន្តែនៅដល់វេន Steve Rogers ចាំបន្តិចថងនេះហើយដែលយើងទាំងអស់គ្នាត្រូវពិនិត្យមើលឲ្យបានច្បាស់ Steve មិនបានដកថយទេគាត់បានស្ទុះទៅចាប់ដៃរបស់ Thanos ដែលកំពុងពាក់ស្រោមដៃ Infinity Gauntlet ជាប់ខណៈពេលនោះបើយើងមើលទាំងអស់គ្នាផ្ដោតទៅលើទឹកមុខរបស់ Thanos យើងនឹងឃើញថាគាត់មានការភ្ញាក់ផ្អើលបន្តិចមិនមែនភ្ញាក់ផ្អើលព្រោះខាឡាច Steel ទេប៉ុន្តែគឺជាការភ្ញាក់ផ្អើលពីឆន្ទៈរបស់ Steve Rogers វិញសម្រាប់ Thanos មនុស្សដូចជា Steve Rogers គ្រាន់តែជាសម្ោចម្នាក់ប៉ុណ្ណោះបើធៀបនឹងកម្លាំងកាយតែអ្វីដែល Thanos ឆ្ងល់ថាហេតុអ្វីបានជាសម្ោចតូចម្នាក់នេះហ៊ានសម្លឹងចំភ្នែកអតិទេពហើយព្យាយាមរុញច្រានកម្លាំងដែលមិនអាចទៅរួចបែបថងចំណុចនេះហើយយើងទាំងអស់គ្នាអាចយល់បានថាហេតុអ្វីបានជា Thanos មិនសម្លាប់ Steel ភ្លាមនៅពេលនោះក្នុងចិត្តរបស់ Thanos នាពេលនោះគាត់មិនមែនជាឃាតករដែលចង់សម្លាប់មនុស្សដើម្បីតែលេងសើចទេគាត់ចាត់ទុកខ្លួនឯងថាជាអ្នកសង្គ្រោះសកលលោកគាត់មានគោលដៅតែមួយគត់គឺត្បូងទាំង6ដើម្បីរក្សាតុល្យភាពចក្រវាឡទាំងមូលការដែលគាត់ប្រើកំដាប់ដៃវាយ Steel ឲ្យសន្លប់ជំនួសឲ្យការប្រើត្បូង Reality Stone ប្រែក្លាយ Steel ទៅជាធូលីដីឬក៏ប្រើត្បូង Power Stone ដើម្បីបំផង់ Steel ឲ្យផ្ទុះគឺដោយសារតែ Thanosមានការគោរពបន្តិចបន្តួចលើភាពក្លាហានហាក់ដូចជាភាពល្ងងខ្លៅរបស់ Steve និយាយទៅសម្រាប់ Thanos Steve មិនមែនជាការគំរាមកំហែងទេតែជាការរំខានគួរឲ្យចាប់អារម្មណ៍ទៅវិញប៉ុន្តែរឿងវាមិនបានឈប់តាមនឹងទេបើយើងទាំងអស់គ្នាប្រៀបធៀប Thanos ទៅក្នុង Infinity War ទៅនឹង Thanos កាលពីឆ្នាំ2014នៅក្នុងរឿង Endgame យើងនឹងឃើញភាពខុសគ្នាដាច់ស្រឡះនៅក្នុង Endgame Thanos លែងមានចិត្តមេត្តាធម៌ទៀតហើយគាត់បានឃើញផែនការរបស់គាត់ត្រូវបានបរាជ័យដោយសារក្រុម Avenger ហើយលើកនោះគាត់មកបំផ្លាញអ្វីគ្រប់យ៉ាងទាំងអស់តែនៅពេលនៅក្នុងសមរភូមិសង្គ្រាមចុងក្រោយនៅក្នុងវគ្គ Endgame យើងទាំងអស់គ្នាឃើញថា Thanos ចាប់ផ្ដើមហត់គឺហត់នឹង Steve Rogers ចាំឈុតមួយដែល Steve ងើបឈរម្នាក់ឯងទោះបីជាខែត្រូវបែកពាក់កណ្ដាលក៏ដោយហើយខ្លួនប្រាណរបស់ Steve របួសក៏ដោយត្រង់នឹងហើយដែលយើងទាំងអស់គ្នាដឹងថាហេតុអ្វីបានជា Thanos ធ្លាប់មើលរំលង Steve ពីព្រោះ Thanos ជឿជាក់លើជោគវាសនាឬក៏ Destiny ប៉ុន្តែ Steve Rogers ជឿជាក់លើការមិនបោះបង់ឬក៏ Persistent Thanos គិតថាបើគាត់វាយនរណាម្នាក់ឲ្យដួលហើយអ្នកនោះគួរតែដេកនិងចោះចាញ់ទៅតែសម្រាប់ Steve Rogers គាត់អាចធ្វើបែបនេះពេញមួយថ្ងៃឬក៏ I can do it this all day យើងទាំងអស់គ្នាធ្លាប់គិតអត់ថាហេតុអីបានជា Thanos មិនប្រើដាវធំរបស់គាត់កាប់ Steel ឲ្យដាច់ជាពីរតាំងពីវគ្គដំបូងតែពិតទៅវាមកពីចិត្តសាស្ត្ររបស់អ្នកឈ្នះទេ Thanos ចង់បំបាក់ស្មារតីរបស់ Avenger ជាជាងការសម្លាប់លើរូបរាងកាយគាត់ចង់ឲ្យ Steel មើលឃើញថា
បើទោះបីជាអ្នកឯងនឹងមានឆន្ទៈខ្លាំងប៉ុណ្ណាក៏ដោយក៏អ្នកឯងមិនអាចយកឈ្នះលើជោគវាសនាដែលបានកំណត់បានទេដែលក្នុងន័យហ្នឹងបានថាថានោះគាត់បានកំណត់លើជោគវាសនាអស់ហើយសម្រាប់ការផ្ទាត់ដៃដើម្បីលុបបំបាត់ជីវិតពាក់កណ្ដាលនឹងឯងប៉ុន្តែថានោះបែរជាមើលរំលងចំណុចស្លាប់រស់មួយនេះទៅវិញគឺនៅពេលដែល Steve លើកញញួរញោនាហៅរន្ទះមកបាញ់ចំថានោះត្រង់វិនាទីនោះហើយយើងទាំងអស់គ្នាប្រកាសជាបានឃើញទឹកមុខថានោះប្រែប្រួលភ្លាមវាជាលើកដំបូងដែលថានោះយល់ថាមនុស្សដែលគាត់ធ្លាប់តែមើលរំលងមនុស្សដែលគាត់គិតថាគ្រាន់តែជាទាហានចាស់ម្នាក់ដែលមានខែដែកគឺជាមនុស្សដែលអាចធ្វើឲ្យគាត់ហូរឈាមបានការដែលថានោះមើលរំលង Captain America កាលពីមុនគឺមកពីការគាត់វាយតម្លៃមនុស្សតាមរយៈកម្លាំងនៃអំណាចតែគាត់ភ្លេចវាយតម្លៃអំណាចនៃភាពស័ក្តិសមឬក៏ the worthlessness បើយើងទាំងអស់គ្នាត្រឡប់ទៅមើលរឿងនៅក្នុងសៀវភៅ comic វិញវាកាន់តែច្បាស់នៅក្នុង comic រឿង Infinity Gauntlet Captain America គឺជាមនុស្សចុងក្រោយដែលនៅសល់មួយទល់មួយជាមួយនឹង Thanos គាត់បានដើរទៅរក Thanos ទាំងដឹងខ្លួនឯងថានឹងត្រូវស្លាប់គាត់បានប្រាប់ Thanos ថាដរាបណាមានមនុស្សម្នាក់នៅឈរប្រឆាំងនឹងអ្នកនឹងមិនអាចឈ្នះឡើយនៅក្នុងភាពយន្តក៏ដូចគ្នាបងប្អូន The Ghost Russo ដែលជាអ្នកដឹកនាំរឿងធ្លាប់បានបញ្ជាក់ថា Thanos មើលឃើញ Steel ជាតួអង្គដែលឆ្លុះបញ្ចាំងពីខ្លួនឯងពីខ្លួនគាត់នៅក្នុងផ្លូវផ្ទុយគ្នាអ្នកទាំងពីរមានភាពរឹងរូសដូចគ្នាមានគោលដៅច្បាស់លាស់ដូចគ្នាប៉ុន្តែចំណុចដែលខុសគ្នានោះគឺ Thanos ធ្វើដើម្បីតែខ្លួនឯងនិងមហិច្ឆតា Real Steel ធ្វើដើម្បីអ្នកដទៃសុទ្ធសាធរឿងមួយទៀតដែលយើងទាំងអស់គ្នាប្រហែលជាមិនបានចាប់អារម្មណ៍គឺ Thanos តែងតែហៅឈ្មោះ Tony Stark ថា Stark គាត់ស្គាល់ Doctor Strange គាត់ស្គាល់គ្រប់គ្នាប៉ុន្តែគាត់ស្ទើរស្ទាក់តែមិនដែលឮឈ្មោះCaptain America ឡើយសម្រាប់ Thanos Steve Rogers គ្រាន់តែជាតំណាងនៃភាពរឹងចចេះរបស់មនុស្សលោកតែប៉ុណ្ណោះគាត់មិនស្គាល់ឈ្មោះ Steve ទេព្រោះការស្គាល់ឈ្មោះមានន័យថាគាត់ទទួលស្គាល់ភាពស្មើគ្នាថានោះមិនដែលទុក Steve ជាគូប្រជែងស្មើភាពគ្នាឡើយរហូតដល់វិនាទីដែលខែរបស់ Steve ប៉ះនឹងដាវរបស់គាត់យើងទាំងអស់គ្នាប្រហែលឆ្ងល់ថាចុះបើសិនជា Thanos សម្លាប់ Steve តាំងពីក្នុងព្រៃ Wakanda មែនតើលទ្ធផលនឹងទៅជាយ៉ាងណាបើយើងគិតតាមបែប Butterfly Effect បើគ្មាន Steve ក្នុងរយៈពេល5ឆ្នាំក្រោយការផ្ទាត់ដៃទេនោះក្រុម Avenger ក៏ប្រហែលមិនអាចរួបរวมគ្នាវិញបានដែរ Steve គឺជាកាវដែលបិទភ្ជាប់ក្រុម Avenger ឲ្យជាប់ឡើងវិញ Thanos មើលរំលង Steve ព្រោះគាត់គិតថាការសម្លាប់ពាក់កណ្ដាលនៃសកលលោកគឺគ្រប់គ្រាន់ដើម្បីឲ្យអ្នកដែលរស់នៅរងទុក្ខវេទនាហើយឈប់មកតតាំងទៀតតែគិតមិនដល់ថាដរាបណាមាន Steve Rogers នៅរស់ Steve នឹងនាំអ្នកទាំងអស់គ្នាឲ្យងើបឈរឡើងដូច្នេះសរុបមកវិញហេតុអ្វីបានជា Thanos មើលរំលង Captain Americaចឹងទី1ដោយសារកម្រិតកម្លាំងខុសគ្នាខ្លាំងពេករហូតដល់ Thanos គិតថា Steve មិនមែនជាការគំរាមកំហែងរបស់គាត់ទី2 Thanos មានការគោរពចំពោះអ្នកដែលមានឆន្ទៈខ្ពស់ដូចជាគាត់ធ្លាប់និយាយទៅកាន់ Tony អញ្ចឹងថា you have my respect Stark គាត់ចង់ទុកឲ្យ Steve ឲ្យឃើញនៃជ័យជំនះរបស់គាត់ច្រើនជាងការចង់បំបត្តិជីវិតរបស់ Steve Rogers ទី3 Thanos មានភាពអំណួតខ្លាំងពេកគាត់ជឿថាគ្មានមនុស្សធម្មតាម្នាក់ណាអាចផ្លាស់ប្ដូរអ្វីដែលគាត់បានកំណត់ឡើយតែចុងក្រោយយើងទាំងអស់គ្នាបានឃើញហើយថាការមើលរំលងមនុស្សធម្មតាដែលមានចិត្តមិនធម្មតាគឺជាកំហុសធំបំផុតរបស់ Thanos Steve Rogers មិនមែនជាអាទិទេពមិនមែនជាសទ្ធីដែលមានអាវក្រោះដូចជា Iron Man ទេហើយក៏មិនមានមន្តអាគមដូច Doctor Strange ដែរប៉ុន្តែគាត់គឺជាមនុស្សដែល Thanos មិនអាចបំបាក់ទឹកចិត្តបាននៅពេលយើងទាំងអស់គ្នាត្រឡប់ទៅមើលឈុតឆាកទាំងអស់នោះម្ដងទៀតយើងទាំងអស់គ្នានឹងមានអារម្មណ៍ខុសពីមុនយើងនឹងមិនមើលឃើញត្រឹមតែការវាយតប់គ្នាទេតែយើងនឹងឃើញពីការជជែកគ្នាដោយអាកប្បកិរិយារវាងមនុស្សដែលមានមហិច្ឆតាធំធេងនិងឆន្ទៈមុតស្រួចហើយនេះហើយគឺជាមុនស្នេហ៍របស់ចក្រវាឡ MCU ដែលធ្វើឲ្យតួអង្គ Captain America ក្លាយទៅជាគូប្រជែងដ៏ស័ក្តិសមបំផុតរបស់ Thanos បើទោះបី Thanos ព្យាយាមមើលរំលងសមត្ថភាពរបស់ Steve Rogers យ៉ាងណាក៏ដោយយើងទាំងអស់គ្នាប្រហែលជាមិនធ្លាប់គិតដល់ចំណុចនេះសោះថាសូម្បីតែកម្ពុជាវិលៀមលំដាប់សកលលោកដូចជា Thanos ក៏អាចមានចំណុចខ្វះខាតនៅក្នុងចិត្តសាស្ត្ររបស់ខ្លួនឯងដែរហើយចំណុចខ្វះខាតនោះគឺការមិនយល់
ពីតម្លៃនៃពាក្យថាមិនបោះបង់របស់មនុស្សជាតិដែលតំណាងឲ្យបរិសម្នាក់ឈ្មោះ Steve Rogers នឹងឯងតើអ្នកទាំងអស់គ្នាគិតយ៉ាងណាដែរតើមានឈុតឆាកមួយផ្សេងទៀតដែលបង្ហាញថា Thanos ពិតជាខ្លាចឬក៏មានការគោរពទៅកាន់ Steve Rogers ដែរអត់ប្រហែលជាមានចំណុចតូចៗជាច្រើនទៀតដែលអ្នកទាំងអស់គ្នានឹងអាចមើលរំលងតែមិនអីទេចាំលើកក្រោយយើងទាំងអស់គ្នានឹងមកជជែកវែកញែកពីរឿងអីផ្សេងទៀតសម្រាប់តួអង្គផ្សេងសម្រាប់ថ្ងៃនេះវីដេអូមានតែប៉ុណ្្នឹងទេបើសិនជាអ្នកទាំងអស់គ្នាមានបតិយោបល់អីអាចសរសេរក្រោមបានហើយកុំភ្លេចចុច Subscribe អរគុណបាយបាយ